ចាសស្ដីមកអរគ្នាតំថ្ងៃហ្នឹងគឺផ្សាយតាមតែគ្រប់សឹង Facebook ទាំងអស់ណាគឺគេបើកឲ្យរកលុយហើយគឺ content monetize គេ alert ឲ្យយើងបានដឹងអ្នកដែលបានភ្ជាប់ Facebook ទៅជា dashboard បែបនេះដើម្បីរកលុយគឺយើងចុចចូល dashboard មកហើយមកចុចកន្លែងពាក្យ monetize នេះមកគឺកន្លែងហ្នឹងហើយដែលបើកឲ្យរកលុយបងប្អូនគ្នាធម្មតាយើងគេឲ្យយើង star តែកុំមកគ្មានអ្នកណាគេផ្ញើ star ជាកាក់ជាអីឲ្យយើងទេហើយនឹង partnership ADS នេះក៏ងាយដែរអ្វីដែលងាយលឿនរកបាននោះតាមរយៈការ view ការរៀបរបស់គេដែលចូលមកមើលយើងច្រើនតែ Facebook មានលក្ខខណ្ឌបងប្អូនគ្នាតលតែយើងហៅចំនួនដែលដូចគេចង់បានអញ្ចឹង300,000 view នឹងស្មើនឹងជា 300k បងប្អូនទាំងអស់គ្នាគឺក្នុងរយៈពេល28ថ្ងៃចាប់ពីថ្ងៃដែលយើង join trend របស់គេមកគឺក្នុងថ្ងៃហ្នឹងបាន join ហើយយើងគាត់ចុចពាក្យចូលរួមមកវាផ្ទាំងកន្លែងនេះអញ្ចឹងគេប្រាប់យើងហើយអញ្ចឹងខ្ញុំគាត់តែគេចុចនេះភ្លាមគឺខ្ញុំសាកល្បងធ្វើការផុសភ្លាមយើង create post នេះទៅមានន័យថាយើងបាន join ហើយអញ្ចឹងវីដេអូដែលយើងផុសមុនគេអត់រាប់បញ្ចូលទេគេរាប់បញ្ចូលទាំងថ្ងៃក្នុងថ្ងៃហ្នឹងទេដែលយើងបាន join ហើយយើងចាប់ផ្ដើមធ្វើការផុសរូបចឹងខ្ញុំចាប់ផ្ដើមបានផុសរូបមួយហើយគឺទទួលបាន279 view ហើយចឹង Facebook នេះគឺខ្ញុំ Facebook សម្រាប់យើងធ្វើការឬក៏រៀនសូត្រអីទេប៉ុន្តែដើម្បីបានផលចំណេញបន្ថែមទៀតពីការរកលុយតាម Facebook អញ្ចឹងខ្ញុំធ្វើការចូលរួមតាមគេអញ្ចឹងហើយក៏ល្បីមួយទៀតនៃការស្នើ bank ធនាគារអីដែរដូចបងផាន់រងគាត់បងប្រុសផាន់រងគាត់ចែកម្លែកគឺផ្ទុះមែនតែនមានអ្នកដឹងច្រើនរបៀបនៃការកណិតចឹងមកអាចទៅមើលpage គាត់ទៅអានេះខ្ញុំប្រាប់តែថ្ងៃនឹងផ្ទាល់ទេដែលល្អមែនតែនដែលគេធ្វើការអនុញ្ញាតឲ្យយើងចូលរួមជួញ trend ការចូលរួមនេះគឺល្អមែនតែនមកដល់គ្នាអញ្ចឹងថ្ងៃនឹងផ្ទាល់ខ្ញុំតបានចាប់ដើមផុសនៃការចូលរួម trend ហ្នឹងទេគឺបាន279 view ហើយសម្រាប់រូបភាពវីដេអូឲ្យទៅគេ view រៀបមើលបានច្រើនគឺគ្រប់ 300k ហ្នឹងគឺយើងអានលោកឲ្យមានបើករកលុយបានតាមរយៈរូបភាពហើយមកដល់ដូចនេះចឹងគឺខ្ញុំមានតែប៉ុណ្្នឹងទេមកដល់គ្នាគឺលយមែនតែនណានេះគឺជា account របស់ខ្ញុំដែលធ្វើការផុសចឹងវាមាន view មានភ្នែកឲ្យមើលឃើញនេះមកដល់គ្នាគឺអញ្ចឹងណាហើយតែបាន10 like ហើយនឹងមានគេ share គេអីចឹងទៅចឹងមកដល់គ្នាយើងកុំឲ្យខាតចឹងយើងជាលក្ខណៈរៀនសូត្រផងផុសធ្វើការងារយើងផងយើងចែកម្លែកចំណេះដឹងផងអីចឹងដើម្បីរកលុយរកអីចឹងទៅជួយលាបងប្អូនទាំងអស់គ្នា